ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះរៀងប្លែកបន្តិចហើយបងប្អូនដោយសារនៅវីដេអូមុនខ្ញុំនិយាយអំពីរឿងមហោសថក្នុងការជ្រើសរើសប្រពន្ធបងប្អូនរបៀបនៃការជ្រើសរើសប្រពន្ធរបស់គាត់ហ្នឹងគឺមាន2ចំណុចដែលយើងគួរសិក្សាបានប៉ុន្តែដោយឡែកនៅក្នុងនេះខ្ញុំនិយាយអំពីមនុស្សមិនគួរស្រឡាញ់ឬក៏មិនគួរយកធ្វើជាភរិយាបងប្អូននៅក្នុងនេះគឺមាន5ចំណុចហើយចំណុចទាំងអស់ហ្នឹងបងប្អូនអាចទៅសិក្សាពីសៀវភៅមួយឈ្មោះថាយល់ដឹងអំពីអាពាហ៍ពិពាហ៍របស់ភិក្ខុវចរបញ្ញោគូសុភាពបងប្អូននៅក្នុងរឿងមហោសថខ្ញុំបានលើកអំពីចំណុច3ចំណុចប៉ុន្តែបើយើងសង្ខេបទៅមានតែ2ទេក្នុងការជ្រើសរើសប្រពន្ធទី1មានន័យថាយើងជ្រើសរើសខ្លួនឯងជ្រើសរើសមនុស្សដែលយើងស្រឡាញ់អញ្ចឹងកុំឲ្យមានន័យថាមិនមែនឲ្យគេរើសឲ្យទេគឺយើងរើសខ្លួនឯងហើយទី2នឹងឯងធ្វើការពិសោធន៍ពិសោធន៍3ចំណុចបងប្អូនទី1ភាពឆ្លាតវៃទី2គាត់មានសេចក្តីអត់ធន់ឬបកកែអត់ទ្រាំយ៉ាងណាហើយទី3ពិសោធន៍ទៅលើភាពស្មោះត្រង់បងប្អូនណាបងប្អូនឆ្ងល់អាចទៅស្ដាប់នៅអេពីសូតទី2បងប្អូននៅក្នុង channel នេះហើយមកចូលមកដល់វីដេអូនេះម្ដងអាចនិយាយថានេះគឺជាវីដេអូដែលជាខ្លឹមបងប្អូនដែលវិញនិយាយពីមហូបវិញនិយាយពីមហូបដែលមានសាច់ច្រើនជាងបន្លែដោយសារអីដោយសារ5ចំណុចឬក៏ថាមនុស្ស5ប្រភេទមិនគួរស្រឡាញ់ឬក៏មិនគួរយកជាភរិយានេះចំណុចទាំង5ហ្នឹងមាននៅក្នុងសៀវភៅរបស់លោកគ្រូវចរបញ្ញោគូសុភាពហើយមែនតើគឺដកស្រង់ចេញពីមេរៀនពុទ្ធសាសនាមកបងប្អូនណាអញ្ចឹងការអធិប្បាយហ្នឹងយើងមិនអាចអធិប្បាយនឹងវាវែងពេកទេអធិប្បាយបានតែសង្ខេបបែបខ្លីទៅតាមការយល់ហ្នឹងបងប្អូនណាហើយសូមអធិស្ឋានផងដែរបើសិនបើការយល់ហ្នឹងវាយល់មិនដល់បងប្អូនពីព្រោះពាក្យពេចន៍ក្នុងពុទ្ធសាសនាខ្លះយើងមិនអាចយល់ដល់ទេហើយក៏គ្មានចេតនាមួយបន្លំនៅគោលការណ៍ឬក៏ធម៌ដែលជាច្បាប់ដើមណាអញ្ចឹងបងប្អូនសូមស្ដាប់ថាតើមនុស្សស្រី5ប្រភេទនោះមានមនុស្សស្រីអ្វីខ្លះបងប្អូនប្រើពាក្យថាមិនគួរស្រឡាញ់មិនឲ្យស្រឡាញ់តែម្ដងទេមិនត្រូវស្រឡាញ់ទេអត់ទេមិនគួរបងប្អូនណាអញ្ចឹងលក្ខខណ្ឌខ្លះយើងអាចយកបានលក្ខខណ្ឌខ្លះគឺយើងមិនអាចយកបានអាស្រ័យទៅយើងអាស្រ័យលើយើងខ្លួនឯងផ្ទាល់បងប្អូនទី1ស្ត្រីដែលមានរូបស្រស់ឆើតពេកបងប្អូនណាហើយសំណួរសួរថាអាម៉េចបានទៅជាអញ្ចឹងទៅវិញបងប្អូនមនុស្សខ្លះមានចំណងចំណូលចិត្តខុសគ្នាខ្លះគាត់ស្រឡាញ់តែមនុស្សស្រីដែលមិនឆើតមិនអីយ៉ាងទៅហើយខ្លះមនុស្សដែលឆើតឆាយហ្នឹងគឺគាត់ស្រឡាញ់ដែរណាប៉ុន្តែមែនតើយើងដឹងស្រាប់ហើយបងប្អូនមនុស្សឆើតឆាយហ្នឹងគឺជាមនុស្សដែលស្រស់ស្អាតមែនហើយប៉ុន្តែវាមិនដូចមនុស្សដែលយើងហៅថាមានលក្ខណៈខ្ពង់ខ្ពស់ថ្លៃថ្នូរស្អាតប៉ុន្តែបែបខ្ពង់ខ្ពស់ថ្លៃថ្នូររំទុំអានោះវាជារឿងមួយផ្សេងបងប្អូនហើយតែយើងដឹងថាគាត់ជាមនុស្សមួយណាបងប្អូនឆើតឆាយបែបណាអាហ្នឹងគឺតើតើយើងមើលទៅដឹងហើយបងប្អូនឆើតឆាយឬក៏ជាមនុស្សថ្លៃថ្នូរបើសិនបើគាត់ជាមនុស្សថ្លៃថ្នូរអាហ្នឹងអាចថាមនុស្សល្មមមិនហ៊ានទៅតាក់ទងគាត់ផងបងប្អូនប៉ុន្តែបើគាត់ឆើតឆាយវិញអាអ្នកដែលខ្ពង់ខ្ពស់ឬក៏មានហើយអ្នកចូលចិត្តស្រីអាចថាគាត់តាក់ទងណាវិញចេះទៅវិញបងប្អូនហើយទី2មនុស្សដែលមានបុរសស្រឡាញ់ច្រើនណាសំណួរសួរថាម៉េចគួរអញ្ចឹងបងប្អូនមនុស្សដែលមានបុរសស្រឡាញ់ច្រើនគ្រាន់តែគេស្រឡាញ់ច្រើនយើងមិនបានឲ្យយើងស្រឡាញ់ពីព្រោះអីបងប្អូនពីព្រោះថាកាលណាដែលមនុស្សប្រុសស្រឡាញ់ច្រើនហើយយើងទៅស្រឡាញ់មួយទៀតអាហ្នឹងវាជារឿងមួយដែលពិបាកដែរបងប្អូនពិបាកអាម៉េចមនុស្សស្រីខ្លះគាត់
មានន័យថាគេស្រឡាញ់គាត់ច្រើនប៉ុន្តែគាត់អត់ស្រឡាញ់គេអាហ្នឹងវាជារឿងមួយហើយប៉ុន្តែមួយចំណុចទៀតមនុស្សស្រីខ្លះគេស្រឡាញ់គាត់ច្រើនហើយគាត់ក៏មានទំនាក់ទំនងជាមួយបរិសុទ្ធច្រើនអីចឹងទៅអាហ្នឹងសំណួរសួរថាមនុស្សស្រីបែបហ្នឹងយើងគួរយកមកធ្វើភរិយាដែរឬទេនេះបងប្អូនណាប៉ុន្តែមិនមែននេះទេបងប្អូនគួរមិនគួរអាហ្នឹងអាស្រ័យលើបងប្អូនជាអ្នកសម្រេចចិត្តបើយើងមែនតើពិបាកដែរបងប្អូនមានន័យថាបើស្រឡាញ់ច្រើនតើតែយើងនឹងមានអំណាចយុស័កបុណ្យស័កអីឬក៏មានភាពឯណាមួយដែលលក្ខណៈលេចធ្លោអាចឲ្យនាងស្រឡាញ់បានហើយបើសិនបើយើងអត់មានទេទៅដើមជាមួយគេអាស្រឡាញ់ច្រើនហ្នឹងវាពិតជាលំបាកណាស់បងប្អូនណាហើយក៏យើងក៏ពិបាកក្នុងការទៅដើមអញ្ចឹងទៅអានេះចំណុចទី2ចំណុចទី3មនុស្សស្រីដែលពូកែខាងរាំច្រៀងអានេះមែនតើមិនថាមិនអាចឲ្យស្រឡាញ់បានទេបងប្អូនពូកែរាំច្រៀងអីល្អមួយយ៉ាងដែរមានប្រពន្ធចេះរាំចេះច្រៀងសប្បាយបងប្អូនប៉ុន្តែសំណួរសួរថាយើងអាចនៅជាមួយគាត់នឹងបានសេចក្តីសុខដែរឬទេឬមួយក៏នៅជាមួយគាត់នៅដែរប៉ុន្តែនៅដោយមានន័យថាមានការបារម្ភច្រើនបងប្អូនណាឧទាហរណ៍ទៅពេលគាត់ទៅប្រគំតន្ត្រីកន្លែងនេះកន្លែងនោះទៅសម្ដែងកន្លែងនេះកន្លែងនោះសម្ដែងសិល្បៈរាំច្រៀងហ្នឹងកន្លែងឆ្ងាយឧទាហរណ៍យ៉ាងចឹងបងប្អូនបើយើងទៅតាមឬក៏យើងជាអ្នកសិល្បៈទៅតាមអាហ្នឹងមិនជាបញ្ហាប្រហែលទេអាចមើលការខុសត្រូវបានប៉ុន្តែបើយើងត្រឹមតែជាមនុស្សធម្មតាប៉ុន្តែមានប្រពន្ធដ៏ស្រស់ស្អាតជាអ្នកចម្រៀងសំណួរសួរថាយើងមានសេចក្តីសុខដែរទេសប្បាយចិត្តណាស់ដែលបានប្រពន្ធស្អាតប៉ុន្តែផ្ទុយទៅវិញអាការបារម្ភពីរឿងប្រពន្ធសុវត្ថិភាពរបស់ប្រពន្ធហ្នឹងក៏ច្រើនដែរបងប្អូនណាអញ្ចឹងវាចំណុចនេះគឺបានថាមិនគួរគឺចំណុចហ្នឹងឯងទី4ទី4នេះមិនបាច់និយាយទេបងប្អូនទី4គឺស្ត្រីជាប្រពន្ធរបស់គេបងប្អូនណាអញ្ចឹងប្រពន្ធរបស់គេបងប្អូនកុំលូកលាន់ឬក៏កុំទៅនាំពាក់ព័ន្ធមានបញ្ហាព្រោះអីប្រពន្ធរបស់គេគឺជាកម្មសិទ្ធិរបស់គេសម្ផស្សមនុស្សស្រីកាលណាទៅញ៉ែញងអីក៏បានប៉ុន្តែបើសិនបើយកមកធ្វើជាភរិយាយកមកធ្វើជាប្រពន្ធគ្រោះថ្នាក់បងប្អូនវាខុសទាំងផ្លូវគេហៅថាប្រពៃណីផងខុសទាំងច្បាប់ទៀតបងប្អូនណាអញ្ចឹងវាគ្រោះថ្នាក់មែនមិនគួរទៅតាក់ទងប្រពន្ធរបស់អ្នកដទៃនោះទេបងប្អូនហើយចំណុចនេះបើសិនបើប្តីក៏ដូចគ្នាដែរស្ត្រីក៏ដូចគ្នាដែរមិនគួរតាក់ទងប្តីរបស់អ្នកដទៃទេហើយចំណុចទី5បងប្អូនទី5នេះមានន័យថាស្ត្រីដែលស្រឡាញ់តែមាសប្រាក់បងប្អូនណាហ្នឹងក៏មិនគួរយកមកធ្វើជាភរិយាដែរមានន័យថាម៉េចបងប្អូនអូនស្រឡាញ់តែមាសបងអូនស្រឡាញ់តែមាសបងដល់ពេលបងអត់មាសអត់ស្រឡាញ់ណែអានេះតែរកសេចក្តីសុខសុភមង្គលមិនកើតបើបដោតទៅលើទ្រព្យសម្បត្តិដល់ពេលសេចក្តីស្រឡាញ់ឬក៏ភាពស្មោះត្រង់របស់យើងពិតប្រាកដរស់នៅដោយភាពជឿជាក់គ្នាទៅវិញទៅមកអត់មានទេតើតែយើងមានលុយកាក់ប្រាស់កាក់ទើបគាត់ស្រឡាញ់នៅពេលដែលយើងឧទាហរណ៍ថារកមិនបានចៃដន្យអីវាខាតអីចឹងទៅគាត់អត់ស្រឡាញ់គាត់ឈប់ស្រឡាញ់ត្រឹមតែឈប់សូវប្រមាណទេមើងងាយយើងទៅទៀតនឹងគាត់ថាបាក់ដែរបងប្អូនណាអញ្ចឹងបានមិនគួរស្រឡាញ់ទេមនុស្សស្រីដែលគិតតែពីមាសប្រាក់បងប្អូនអញ្ចឹងគឺនៅក្នុងវីដេអូនេះមានប៉ុណ្ណឹងបងប្អូនណាហើយរាប់សារថ្មីជូនបងប្អូនឡើងវិញមនុស្សស្រី5ប្រភេទមិនគួរយកជាភរិយាឬក៏មិនគួរស្រឡាញ់ទី1មនុស្សស្រីដែលមានរូបសម្រស់ឆើតឆាយពេកទី2មនុស្សស្រីដែលមានបុរសស្រឡាញ់ច្រើនទី3មនុស្សស្រីដែលពូកែខាងរាំច្រៀងទី4មនុស្សស្រីដែលជាប្រពន្ធរបស់គេហើយនិងទី5មនុស្សស្រីដែលស្រឡាញ់តែមាសប្រាក់បងប្អូនអញ្ចឹងទាំង5នេះគឺជាស្ត្រីក៏ជានារីដែលយើងមិនគួរស្រឡាញ់
ហើយវីដេអូបន្ទាប់ខ្ញុំនឹងនិយាយអំពីមនុស្សស្រីដែលគួរយកជាភរិយាវិញម្ដងថាតើមានប្រមាណចំណុចបងប្អូនអញ្ចឹងបងប្អូនចង់ដឹងថាមានប្រមាណកុំភ្លេចរងចាំតាមដាននៅវីដេអូក្រោយនៅអេពីសូតបន្ទាប់ពីនេះសូមអរគុណចំពោះការស្ដាប់នៅសំឡេងនៃវីដេអូនេះសូមអរគុណសូមជម្រាបលា